សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះចង់ចេញវីដេអូមកចែករំលែកបទពិសោធន៍ប្រសិនបើបងប្អូនទាំងអស់គ្នាយល់ឃើញខ្លួនឯងថាខ្លួនឯង stress ពិបាកចិត្តខ្វល់ខ្វាយច្រើនងងឹត8ទិសរោគច្រកអត់ចេញណាចង់ណែនាំឲ្យបងប្អូនទាំងអស់គ្នាស្ដាប់នៅព្រះធម៌រៀននៅសមាធិកាលណាបងប្អូនស្ដាប់ព្រះធម៌ហើយរៀនសមាធិធ្វើឲ្យបងប្អូនរៀនតម្កល់ចិត្តរបស់បងប្អូននឹងបានធូរស្បើយបានមួយកម្រិតព្រោះអីបងប្អូនត្រូវចាំថានៅពេលដែលបងប្អូនងងឹត8ទិសជីវិតធ្លាក់ដល់ចំណុច0គឺជីវិតរបស់បងប្អូនអត់មានអ្វីជាទីពឹងផ្លូវចិត្តរបស់បងប្អូនទេនៅពេលដែលជីវិតយើងអត់មានអ្វីជាទីពឹងផ្លូវចិត្តធ្វើឲ្យចិត្តរបស់យើងផេលផាកាន់តែគិតអ្វីវែងឆ្ងាយទៅលើអ្វីដែលខុសយើងគិតទៅលើអ្វីដែលខុសដូច្នេះហើយការណែនាំឲ្យរៀនសមាធិរៀនស្ដាប់នៅព្រះធម៌គឺជារឿងដែលល្អគឺជារឿងដែលយើងចាំបាច់គួរតែធ្វើព្រោះនៅលើលោកនេះមានតែការអប់រំផ្លូវចិត្តទេដែលធ្វើឲ្យយើងមានសេចក្តីសុខមានថាមពលចិត្តគឺជាបឋមធាននៃការងារទាំងឡាយទាំងពួងដែលធ្វើឲ្យសម្រេចបានអ្វីដែលសម្រេចបានគឺកើតឡើងដោយសារចិត្តជាបឋមធាននៃសេរីសួស្តីអញ្ចឹងណាបងប្អូនអញ្ចឹងហើយបានជាត្រូវយើងរៀនអប់រំផ្លូវចិត្តរបស់ខ្លួនយើងហើយម្យ៉ាងទៀតបងប្អូនទាំងអស់គ្នាត្រូវយល់ថាច្បាប់នៃធម្មជាតិគឺកើតហើយរលត់រឿងគ្រប់យ៉ាងដែលកើតនៅក្នុងជីវិតខ្ញុំក៏ដោយជីវិតបងប្អូនទាំងអស់គ្នាក៏ដោយគឺតែងតែកើតហើយក៏រលត់ទៅវិញគឺជារឿងធម្មតាគឺជាដំណើរនៃធម្មជាតិដូច្នេះកុំខាត់ខាំងអីព្រោះអីកាលណាយើងខាត់ខាំងក៏មិនអាចទៅរួចដែរព្រោះអីវាគឺជាច្បាប់ធម្មជាតិហើយរឿងទាំងឡាយក៏មិនអាចនៅតែដដែលដែរហើយយើងប្រកាសជាមិនចង់ឲ្យរឿងទាំងឡាយក៏នៅតែដដែលដែរប្រកាសជាមានការប្រែប្រួលព្រោះអីឧទាហរណ៍ប្រសិនបើបងប្អូនដាំដើមឈើមួយដើមណាឧទាហរណ៍ថាដាំដើមល្ហុងចុះប្រសិនបើបងប្អូនដាំតែប្រវែងហ្នឹងហើយបើបងប្អូនចង់ឲ្យនៅតែដដែលណាដដែលអត់ប្រែប្រួលបងប្អូននឹងមិនបានផ្លែល្ហុងហូបឡើយព្រោះអីបងប្អូនទាមទារឲ្យនៅដដែលអញ្ចឹងហើយទោះបីជាបងប្អូនទទូចឲ្យនៅដដែលក៏ធម្មជាតិមិនអនុញ្ញាតឲ្យនៅដដែលដែរប្រកាសជាមានការប្រែប្រួលដូច្នេះការប្រែប្រួលមួយនេះបងប្អូនទាំងអស់គ្នាត្រូវតែបើកចិត្តទទួលស្គាល់ការពិតថារឿងគ្រប់យ៉ាងគឺកើតហើយរលត់ប្រែប្រួលបែបនឹងឯងនៅពេលដែលយើងបើកចិត្តព្រមទទួលស្គាល់ការពិតចិត្តយើងក៏បានសប្បាយហើយដើមឈើដែលយើងដាំក៏បានធំធាត់ផ្លែផ្កាផ្ដល់ផ្លែផ្ដល់ផ្កាឲ្យយើងបានហូបព្រោះអីព្រោះដោយសារតែការប្រែប្រួលនេះឯងដូច្នេះកុំស្អប់ការប្រែប្រួលឲ្យសោះនៅពេលដែលបងប្អូនបើកចិត្តទទួលស្គាល់ការពិតថាការប្រែប្រួលគឺផ្ដល់ផលប្រយោជន៍សម្រាប់យើងផ្ដល់ភាពល្អសម្រាប់យើងឲ្យតែយើងគិតលើផ្លូវល្អឲ្យតែយើងចេះច្នៃរបស់ទាំងនឹងមកជាល្អដូច្នេះជីវិតគឺវាបែបនឹងឯងបងប្អូនត្រូវរៀនទទួលស្គាល់ការពិតបែបហ្នឹងបងប្អូនមានតែប៉ុណ្្នឹងឯងការស្ដាប់នៅព្រះធម៌បងប្អូនត្រូវចាំថាគ្មានអ្នកណាម្នាក់អាចកែប្រែធម្មជាតិនេះបានឡើយធម្មជាតិសូម្បីតែព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃមនុស្សនិងទេវតាក៏មិនមានសមត្ថភាពក្នុងការកែប្រែធម្មជាតិដែរដោយសារអីដំណើរធម្មជាតិគឺបែបហ្នឹងព្រះអង្គត្រាស់ដឹងពីដំណើរធម្មជាតិបែបហ្នឹងឯងទើបព្រះអង្គយកមកបង្រៀនយើងសាសនាព្រះពុទ្ធគឺជាសាសនាដែលបង្រៀនបែបធម្មជាតិឲ្យរៀនតាមដំណើរធម្មជាតិដូច្នេះយើងកុំប្រឆាំងនឹងដំណើរធម្មជាតិកុំប្រឆាំងនឹងការប្រែប្រួលត្រូវបើកចិត្តទទួលស្គាល់ពីការប្រែប្រួលអស់ទាំងនឹងដើម្បីយើងរៀនរស់រៀនបន្សាំជាមួយនឹងការប្រែប្រួលដូច្នេះហើយចូលបើកចិត្តឲ្យទូលាយរៀនស្ដាប់នៅព្រះធម៌ឲ្យបានច្រើនដើម្បីផ្សារផ្លូវចិត្តរបស់បងប្អូនឲ្យបានធូរស្បើយកុំឲ្យបងប្អូនកាន់តែកើតនៅវិបត្តិផ្លូវចិត្តកាន់តែច្រើនមានតែការស្ដាប់ព្រះធម៌ទេដើម្បីជួយសង្គ្រោះផ្លូវចិត្តរបស់បងប្អូនគ្រប់គ្នាឲ្យមានសេចក្តីសុខអរគុណច្រើនបងប្អូនចែករំលែកបទពិសោធន៍ដោយក្តីស្រឡាញ់